បាទសួស្តីបងប្អូនជាទីស្រឡាញ់ទាំងអស់គ្នាខ្ញុំបកករណាខ្ញុំបាទសូមគោរពថ្វាយបង្គំប្រគុណម្ចាស់គ្រប់ព្រះអង្គតាមឋានានុក្រមនិងសូមគោរពលោកយាយលោកតាបងប្អូនពុទ្ធបរិស័ទទាំងអស់ទោះនៅទីជិតឆ្ងាយក្តីដោយសេចក្តីគោរពនិងការរាប់អានបាទថ្ងៃនេះដែរខ្ញុំសូមលើកយកនៅឆ្នាំទាំង12ដែលមានរាសីខ្ពស់មធ្យមនិងទាបដែលយើងហៅថារាសីខ្ពស់រាសីកណ្ដាលឬក៏រាសីស្រចុះបាទនៅក្នុងឆ្នាំទាំង12នេះទៅតាមលំដាប់លំដោយហើយប្រសិនណាបើជាបងប្អូនបានស្ដាប់នៅកម្មវិធីនេះហើយត្រូវនឹងឆ្នាំដែលបងប្អូនកើតហើយនឹងថ្ងៃនេះដែរក៏គួរគប្បីដើម្បីជៀសវាងឬក៏ធ្វើនៅមង្គលការងារផ្សេងទៅតាមអ្វីដែលខ្ញុំបានប្រាប់បាទព្រោះនេះជាក្បួនតម្រាពីបុរាណដែលបានចែងទុកមកសម្រាប់ឲ្យកូនចៅប្រកបនៅជ័យមង្គលលាភសិរីសួស្តីធ្វើការងារអ្វីៗបានប្រកបទៅតាមសេចក្តីប្រាថ្នាសូមអញ្ជើញស្ដាប់ដូចតទៅបាទសម្រាប់បងប្អូនដែលកើតឆ្នាំជូតនៅថ្ងៃស្អែកនេះគឺរាសីខ្ពស់តែម្ដងបាទលេខសំណាងរបស់បងប្អូនគឺ925ហើយពណ៌សំណាងរបស់បងប្អូនគឺពណ៌សបាទសម្រាប់អ្នកដែលកើតឆ្នាំជូតនៅថ្ងៃស្អែកមានលាភមានជ័យសិរីសួស្តីជ័យមង្គលច្រើនបាទកើតឡើងសម្រាប់ថ្ងៃស្អែកអញ្ចឹងសូមបងប្អូនទាំងអស់គ្នាខមមិនលេខ925ហើយសម្លៀកបំពាក់ដែលយើងស្លៀកពាក់យកនៅហេងនៅថ្ងៃស្អែកហ្នឹងគឺពណ៌សបាទសូមកុំភ្លេចតាមដានឆ្នាំទាំងអស់គ្នាបាទឆ្នាំជូតសម្រាប់បងប្អូនដែលកើតឆ្នាំជូតធាតុទឹកពងទេវតាប្រុសរាសីថ្ងៃនេះខ្ពស់តែតែម្ដងការរស់នៅប្រចាំថ្ងៃនៅក្នុងថ្ងៃនេះបាទមិនថាថ្ងៃណាទេតែយើងនិយាយថ្ងៃនេះគឺមានភាពសប្បាយរីករាយហើយម្យ៉ាងទៀតមានក្រុមមនុស្សចាំជួយយកអាសានិងជួយជ្រោមជ្រែងចំណិចក្រៅពីនេះបើលោកអ្នកធ្លាប់មានបញ្ហារឿងរ៉ាវពីមុនមកចម្រូងចម្រាសគ្នាយ៉ាងណានៅក្នុងថ្ងៃនេះគឺត្រូវដោះស្រាយបានដោយស្ងប់ស្ងាត់ទៅវិញចំណែកការងារផ្ដល់ផលល្អសម្រាប់ការងារទៅធំហើយក្រៅពីនេះក៏ផ្ដល់ផលតំណងឬក៏ជាឱកាសមួយសម្រាប់លោកអ្នកចរចាកងត្រាឬធ្វើអ្វីមួយខាងចលនាទ្រព្យឬក៏និយាយស្ដីទៅការត្រូវការទិញអ្វីពីគេអញ្ចឹងគឺយើងអាចទៅនិយាយបានក្នុងថ្ងៃហ្នឹងការចំនួនជួញដូរសម្រាប់អ្នកប្រកបរបររកស៊ីជួញដូរការទិញចូលលក់ចេញគឺមានភាពរស់រវើកហើយបានផលមកវិញច្រើនហើយបើចង់រកស៊ីចូលហ៊ុនជាមួយនឹងដៃគូក៏ល្អប្រសើរដែរតែត្រូវមើលសមាជិកគេផងប្រយ័ត្នចាញ់បោកគេមិនថាពេលវេលាល្អថ្ងៃល្អខែឆ្នាំល្អយ៉ាងណាក៏ដោយតែយើងត្រូវប្រយ័ត្នផុតគឺការចាញ់បោកគេនឹងឯងបាទត្រូវប្រយ័ត្នមែនតើចំណែកបញ្ហាស្នេហាកំណត់ក្រមុំមានការរីកលូតលាស់និងមានភាពសុខដុមរមនាប្រពៃទេចេះយកចិត្តគ្នាស្រឡាញ់គ្នារហូតបាទក្នុងថ្ងៃហ្នឹងតែចាត់ស្អែកតើដឹងទេតែយើងនិយាយក្នុងថ្ងៃហ្នឹងបាទជាចុងក្រោយខ្ញុំបាទសូមសិទ្ធិពរជ័យសិរីសួស្តីជ័យមង្គលដល់បងប្អូនប្រុសស្រីអំពូមិញទាំងអស់ដែលកើតឆ្នាំជូតនៅថ្ងៃស្អែកនេះគឺមានសំណាងល្អងើហេងចូលឈឹបតែម្ដងតែកុំភ្លេច share វីដេអូនេះមួយហើយ comment ដាក់លេខ925ហើយស្អែកត្រូវស្លៀកសម្លៀកបំពាក់ពណ៌សដើម្បីជាពណ៌នាំសំណាងដែលយើងបន្ថែមទៀតបាទឥឡូវហ្នឹងឆ្នាំជូតបានកន្លងផុតទៅហើយយើងចាប់ផ្ដើមឈានចូលទៅឆ្នាំឆ្លូវបន្តទៀតបាទឈានចូលមកដល់ឆ្នាំឆ្លូវបាទរាសីបងប្អូនដែលកើតឆ្នាំឆ្លូវនៅក្នុងថ្ងៃនេះគឺរាសីមធ្យមមិនឡើងហើយក៏មិនចុះដែរគឺមធ្យមបាទចាំមិនថាស្អែកគឺបងប្អូននឹងប្រកបការងារអ្វីបានរលូនដោយសេចក្តីប្រាថ្នាអញ្ចឹងហើយលេខសំណាងរបស់បងប្អូនបន្ថែមពីរាសីមធ្យមនេះទៅគឺលេខ759បាទលេខសំណាងបងប្អូនគឺ759ហើយពណ៌សំណាងពណ៌នាំលៀបនាំរាសីនាំហង្សីគឺពណ៌ស្វាយឬក៏ពណ៌ប្រផេះបាទអញ្ចឹងស្អែកបងប្អូនគឺអាចស្លៀកពាក់ពណ៌ស្វាយឬក៏ពណ៌ប្រផេះយើងមិនចាំបាច់ដល់ទៅខោឬក៏អាវទាំងពីរទេអាវក៏បានខោក៏បានជាពិសេសគឺអាវបាទបើសិនណាជាអាចយើងប្រើពណ៌អាវទៅពណ៌ស្វាយឬក៏ពណ៌ប្រផេះហើយខោយើងប្រើពណ៌អីក៏បានដែរបាទអញ្ចឹងសម្រាប់បងប្អូនដែលកើតនៅឆ្នាំឆ្លូវស្អែកនេះគឺលេខសំណាង759ពណ៌សំណាងគឺពណ៌ស្វាយនិងពណ៌ប្រផេះសូមកុំភ្លេច comment លេខ759
ហើយឆ្លៀតពាក់ពណ៌ស្វាយឬពណ៌ប្រផេះហើយដើម្បីជាពណ៌ហើយនឹងលេខនាំសំណាងចឹងសូមបងប្អូនតាមដានសម្ដាប់ដូចតទៅឆ្នាំឆ្លូវសម្រាប់លោកអ្នកដែលកើតឆ្នាំឆ្លូវធាតុទឹកពងមនុស្សប្រុសរិស័យថ្ងៃនេះល្អជាមធ្យមការរស់នៅក្នុងថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកមានភាពងាយផុយមានចំនួនតោះតែងគ្នាខ្លាំងណាស់ដូច្នេះបើមានចំនួនវិវាទណាមួយកើតឡើងដែលខាត់អ្នកបានត្រូវយកកំហឹងទល់កំហល់បានឡើយបើមិនដូច្នោះទេអាចជួបបញ្ហាអាក្រក់កើតឡើងនាំរៃពុនផលលំបាកនៅពេលក្រោយប៉ុណ្ណោះបើសិនណាជាមានរឿងរ៉ាវទាក់ទងជាមួយនឹងការឆ្លោះប្រកែកតើពាក្យសម្ដីគ្នាលោកអ្នកគួរតែជៀសវាងដើរចេញឬក៏អត់ធ្មត់បន្តិចទៅនៅក្នុងថ្ងៃនេះព្រោះថាជោគជតារាសីរបស់យើងមិនសូវល្អទេបាទចំណុចការងារប្រចាំថ្ងៃនៅក្នុងថ្ងៃនេះការប្រកបការងារចំពោះស្ត្រីចូលប្រយ័ត្នជួបរឿងសយជន់លេសយបាទប្រយ័ត្នប្រយែងតិចទៅបើមិនដល់មិនសូវជាបញ្ហាទេតែចំពោះស្ត្រីគួរតែប្រុងប្រយ័ត្នបន្តិចការធ្វើជំនួញជួញដូរអ្នកប្រកបរបររកស៊ីជួញដូរថ្ងៃនេះទោះជួញដូរទីចិត្តទីឆ្ងាយក៏ការរកផលកម្រៃមានហូរចូលមួយគ្រាន់បានបំពេញកាពះដែរនោះឃើញថាមិនសូវមានសមដោយប្រកបទេបើក៏បីមានការប្រយ័ត្នប្រយែងបន្តិចការធ្វើជំនួញជួញដូរក៏ដូចគ្នានៅក្នុងថ្ងៃនេះសម្រាប់លោកអ្នកដែលកើតឆ្នាំឆ្លូវបាទចឹងចូលមានការប្រុងប្រយ័ត្នមែនតែនសម្រាប់មុខរបរជួញដូរហ្នឹងកុំដាក់ទុនឬក៏រកស៊ីឲ្យធំដុំអីចាំថ្ងៃស្អែកចាំគិតទៀតចំពោះបញ្ហាស្នេហាសម្ព័ន្ធស្នេហាកំឡោះក្រមុំពោះម៉ាយមេម៉ាយក្តីមានផលផ្អាមល្ហែមធម្មតាទេហើយនឹងស្រស់ស្រាយដូចត្រីក្នុងទឹកខែវស្សាអញ្ចឹងបាទសម្ព័ន្ធភាពស្នេហាមិនជាបញ្ហាធំដុំទេសម្រាប់អ្នកកើតឆ្នាំឆ្លូវនៅក្នុងថ្ងៃនេះរិស័យល្អមធ្យមងុំត្រង់ថាប្រយ័ត្នជួបរឿងសោចំពោះស្រីហើយនឹងដាក់ទុនរកស៊ីអ្វីមួយគួរតែប្រយ័ត្នប្រយែងមើលឲ្យបានច្បាស់លាស់បាទជាចុងក្រោយនេះក៏សូមសិទ្ធិពរជ័យសិរីសួស្តីជ័យយាមង្គលដល់បងប្អូនប្រុសស្រីដែលកើតនៅឆ្នាំឆ្លូវរិស័យមធ្យមនៅថ្ងៃនេះសូមឲ្យជួបតែនឹងសេចក្តីសុខសេចក្តីចម្រើនប្រាថ្នាអ្វីៗបានសម្រេចដោយសេចក្តីប្រាថ្នាសូម share វីដេអូនេះមួយដាក់លេខសំណាងគឺ759ហើយនឹងពណ៌ស្លៀកពាក់ពណ៌ស្វាយឬពណ៌ប្រផេះនៅថ្ងៃស្អែកសូមធ្វើតាមនៅអ្វីដែលខ្ញុំបានប្រាប់និងបានទទួលនៅជោគសំណាងលៀបហុងស៊ុយនិងគេឈ្មោះល្បាញល្បីអញ្ចឹងនៅពេលដែលលោកអ្នកធ្វើដូច្នេះហើយនោះគឺបន្ថែមនៅរាសីរបស់យើងបន្ថែមទៀតបាទរាសីយើងគឺមធ្យមតែយើងប្រើលេខសំណាងនិងពណ៌សំណាងរបស់យើងដើម្បីយោងរាសីយើងឲ្យហិតទៅខ្ពង់ខ្ពស់ទៅទៀតបាទដើម្បីធ្វើឲ្យអ្នកដែលមើលមកឃើញយើងមានភាពស្វាហាប់មានភាពស្រស់ថ្លាមានអំណាចមានឫទ្ធិអញ្ចឹងគេនឹងខ្លោបខ្លាចបារមីរបស់យើងបាទសូមអរគុណច្រើនសូមជម្រាបលាបាទឥឡូវឈានចូលមកដល់ឆ្នាំខាលបាទឆ្នាំខាលថ្ងៃនេះឃើញថាល្អរាសីឆ្នាំខាលបងប្អូនដែលកើតឆ្នាំខាលនៅក្នុងថ្ងៃនេះគឺខ្ពស់ត្រដែតតែម្ដងបាទហើយលេខសំណាងបន្ថែមពីលើរាសីខ្ពស់នឹងទៀតគឺលេខ791បូកជាមួយនឹងសម្លៀកបំពាក់ដែលនាំឲ្យមានសំណាងមានឫទ្ធិដែលជះបារមីគេខ្លោបខ្លាចទៀតនោះគឺពណ៌ស្វាយបាទលេខសំណាង791ហើយពណ៌ដែលនាំសំណាងបន្ថែមទៀតគឺពណ៌ស្វាយអញ្ចឹងបងប្អូនដែលកើតនៅឆ្នាំខាលនៅថ្ងៃស្អែកនេះគឺរាសីខ្ពស់បាទតែកុំភ្លេចសូមខមមិនលេខ791ហើយស្លៀកសម្លៀកបំពាក់ពណ៌ស្វាយដើម្បីបន្ថែមដែលជះបារមីឲ្យអ្នកផងមើលមកមានបារមីខ្លោបខ្លាចដូចគេមើលមកឃើញពលឺឬក៏ឃើញយើងមើលទៅស្រស់ស្អាតគេនឹងមានភាពខ្លាចឲ្យញើសរបស់យើងតែម្ដងបាទគេខ្លាចញើសយើងអញ្ចឹងយើងខមមិន791ហើយនឹងពាក់ពណ៌ស្វាយនៅថ្ងៃស្អែកនេះសង្ឃឹមថាបងប្អូននឹងប្រាថ្នាអ្វីៗបានសម្រេចដោយសេចក្តីប្រាថ្នានៅក្នុងថ្ងៃស្អែកនេះគឺជាថ្ងៃដែលបងប្អូនសម្រេចការងារបានច្រើនទាក់ទងជាមួយនឹងការងារប្រចាំថ្ងៃការងារមន្ត្រីរាជការឬក៏និយាយស្ដីលក់ដូរអ្វីៗគឺតែងតែបានសម្រេចដោយសេចក្តីប្រាថ្នាបានអញ្ចឹងសូមមុតតាមដានសម្ដាប់ដូចតទៅ
ឆ្នាំខាលសម្រាប់បងប្អូនដែលកើតឆ្នាំខាលធាតុឈើពងយៈស្រីថ្ងៃនេះរាសីខ្ពស់ត្រដែតត្រដឹងតែម្ដងបាទឆ្នាំខាលហ្នឹងណាមានហុងស៊ុយល្អជាងម្សាមិញការរស់នៅក្នុងអំឡុងពេលនេះលោកអ្នកត្រូវតែប្រយ័ត្នប្រយែងទៅលើបញ្ហាការងារប្រកាសដែលសារមានចន្លោះប្រហោងជាច្រើនអញ្ចឹងមិនថាអ្នកមានរាសីខ្ពស់ក៏ដោយតែយើងត្រូវប្រុងប្រយ័ត្នឲ្យមែនទែនទៅលើបញ្ហាការងារប្រកាសព្រោះពេលណាបើសិនណាជាយើងធ្វើការងារហ្នឹងទុកចោលមិនបានល្អក៏មិនបានផលល្អវិញដែរហើយចំណែកប្រកាសបើយើងខ្ជាចាយមិនដឹងទៅតំបន់ឬក៏ចាយខុសខ្ទង់ច្រើនគឺវាធ្វើយើងចំណាយអស់លុយចោលអត់ប្រយោជន៍បាទសម្រាប់អ្នកដែលកើតឆ្នាំខាលរាសីខ្ពស់ក៏ត្រូវប្រុងប្រយ័ត្នដែរចំណែកការងាររស់នៅប្រចាំថ្ងៃយើងចង់និយាយពីការងារដែលធ្វើការរងាយណាបាទដោយសារដួងចិត្តរាសីរបស់លោកអ្នកខ្ពស់ម្ល៉េះហើយផ្ដល់ផលល្អសម្រាប់លោកអ្នកសម្រុកការងារបានហើយពីព្រោះថាផលតែងឆ្លើយតបគ្រាន់ជាទីកក់ក្ដៅត្រឡប់មកវិញបាទការងារប្រចាំថ្ងៃនេះដែលលោកអ្នកត្រូវតែធ្វើនោះគួរតែធ្វើឲ្យទៅបាទវារិស័យកំពុងឡើងអញ្ចឹងយើងទៅកន្លែងណាក៏គេទទួលរយៈឬក៏គេយល់ព្រមឬកុងត្រាឬក៏ធ្វើអីមួយគឺថ្មីមាត់យើងអាចនិយាយបានថាយើងមានអំណាចបាទថ្ងៃនេះបាទដល់ថ្ងៃស្អែកចាំយើងគិតទៀតសម្រាប់អ្នកធ្វើចំនួនជួញដូរបើជាអ្នកប្រកបមុខរបររកស៊ីវិញជួញដូរនៅថ្ងៃនេះមិនថាការជួញទីចិត្តទីឆ្ងាយទេសេចក្តីសុខដុមរមនាដោយអាចប្រមូលភោគផលចូលផ្ទះវិញគួរជាទីកក់ក្ដៅបាទមិនថាបងប្អូនជួញតិចជួញច្រើនឬក៏យើងទៅធ្វើអ្វីមួយទេគឺតែងតែបានផលមកវិញជាទីគប់ចិត្តសម្រាប់អ្នកដែលកើតឆ្នាំខាលបញ្ហាស្នេហាកម្លោះក្រមុំមិនត្រូវឆ្លុះបង្វែងទៅលើរឿងកាមគុណជ្រុលខ្លួនដកលែងរួចនាំទុកសោកដល់ថ្ងៃគ្រាខាងមុខនោះទេបាទមិនថាយើងលងខ្លួនឬក៏ស្រឡាញ់អ្នកណាទេសម្រាប់ក្រមុំកន្លោះនោះយើងកុំបណ្ដាលបណ្ដោយឲ្យការដែលយើងធ្វើប្រហែសចាយលុយទៅលើរឿងនឹងច្រើនឬក៏បំផ្លាញទ្រព្យសម្បត្តិឬក៏លងខ្លួនដោយសារគេច្រើនពេកមិនថាប្រុសមិនថាស្រីទេយើងគួរតែចេះប្រយ័ត្នប្រយែងឲ្យមែនតែនបាទឆ្នាំខាលរាសីខ្ពស់តែនៅតែមានការប្រុងប្រយ័ត្នឲ្យមែនតែនបាទនេះសម្រាប់អ្នកដែលកើតឆ្នាំខាលបាទជាចុងក្រោយនេះសម្រាប់បងប្អូនដែលកើតឆ្នាំខាលសូមកុំភ្លេច share វីដេអូនេះមួយដាក់លេខ791ហើយនឹងពណ៌ស្វាយគឺជាពណ៌ដែលយើងស្លៀកពាក់ទៅធ្វើការឬក៏ទៅនិយាយសេចក្ដីអ្វីនៅថ្ងៃស្អែកហ្នឹងគឺជាពណ៌នាំហុងស៊ុយពណ៌នាំសំណាងមានឫទ្ធិដេជះឈ្នះអស់មានសត្រូវអ្នកផងមើលមកខ្លោបខ្លាចអំណាចបារមីរបស់យើងបាទអញ្ចឹងបញ្ចប់ដោយឆ្នាំខាលនៅក្នុងថ្ងៃនេះពេលនេះក៏សូមបន្តទៅឆ្នាំថោះបន្តទៀតបាទសូមអរគុណបាទសម្រាប់បងប្អូនដែលកើតនៅឆ្នាំថោះបាទឆ្នាំថោះរាសីនៅថ្ងៃស្អែកគឺខ្ពស់ត្រដែតតែម្ដងបន្ថែមអំពីរាសីខ្ពស់នេះទៅគឺលោកអ្នកមានលេខសំណាងដើម្បីជាការលើកទឹកចិត្តឬក៏ជាការលើករាសីនឹងឲ្យមើលមកមានអំណាចឫទ្ធិដែលជះខ្លាំងក្លាគឺបាទថែមបន្ថែមទៀតបាទអញ្ចឹងលេខនាំសំណាងរបស់បងប្អូនគឺ957បាទ957សូមខមមិនលេខ957ហើយនៅថ្ងៃស្អែកនេះសូមបងប្អូនស្លៀកពាក់នៅពណ៌ផ្កាឈូកឬក៏ពណ៌ខ្មៅបាទពណ៌ផ្កាឈូកឬពណ៌ខ្មៅដើម្បីបន្ថែមនៅរាសីបន្ថែមទៀតបាទថារាសីយើងខ្ពស់ហើយតែយើងចង់ធ្វើឲ្យមានឫទ្ធិអំណាចដែលជះអ្នកផ្សេងមើលមកយើងមានអំណាចតែម្ដងមានការខ្លោបខ្លាចអំណាចចេស្តារបស់យើងហើយទៅណាមកណាគឺមានគេញញើតហើយឬក៏យើងទៅនិយាយអ្វីមួយទៅកាន់អ្នកដទៃគឺគេខ្លាចអំណាចយើងម្ដងបាទគឺយើងនិយាយអ្វីក៏គេព្រមតាមដែរដូចយុចាញ់ថារិស័យយើងខ្ពស់បូកជាមួយនឹងលេខសំណាងហើយនឹងពណ៌នាំសំណាងបន្ថែមទៀតធ្វើឲ្យយើងនឹងមានឫទ្ធិដែលជះឈ្នះអស់មានសត្រូវទាំងឡាយទាំងពួងហើយប្រកបការងារអ្វីៗបានសម្រេចដោយសេចក្តីប្រាថ្នាបាទអញ្ចឹងសូមរងចាំស្ដាប់ដូចតទៅឆ្នាំថោះសម្រាប់បងប្អូនដែលកើតឆ្នាំថោះធាតុឈើពងមនុស្សស្រីរិស័យថ្ងៃនេះឡើងខ្ពស់លោកអ្នកត្រូវបានអ្នកធំជឿទុកចិត្តនិងផ្ដល់ការសរសើរឬដំឡើងឋានៈប៉ុន្តែក្នុងនោះក៏មានមនុស្សខ្សត់ទ្រព្យឬអ្នកចូលចិត្តប្រើអំណាចរំលោភបំពានខ្លះដែរតែมันមានជាបញ្ហាអ្វីនោះទេគឺលោកអ្នកអាចដោះស្រាយនឹងការងារទាំងអស់នោះបាន
បើជាអ្នកប្រកបមុខរបររកស៊ីវិញប្រាក់ចំណេញបានមកសមប្រកបទៅនឹងដើមទុនដែលបានដាក់ចេញបាទអញ្ចឹងយើងគួរតែធ្វើទៅថ្ងៃហ្នឹងមិនថាយើងចំណាយតិចបានច្រើនចំណាយច្រើនទៅបានច្រើនទៀតដែលយើងដាក់ទុននៅថ្ងៃនេះណាបាទបញ្ហាស្នេហាគូស្នេហ៍ស្រស់ស្រួលនិងចេះយល់ចិត្តគ្នាល្អណាស់มันមានអ្វីជាធំដុំទេការស្រឡាញ់គ្នាស្អិតរមួតចេះយល់ចិត្តគ្នាมันមានខ្វែងគំនិតគ្នាអ្វីនោះទេសម្រាប់អ្នកដែលកើតឆ្នាំថោបាទជាចុងក្រោយនេះក៏សូមប្រសិទ្ធពរជ័យសិរីសួស្តីជ័យយមង្គលដល់បងប្អូនដែលកើតឆ្នាំថោះនៅថ្ងៃស្អែកនេះសូមប្រកបការងារអ្វីៗបានសម្រេចដោយសេចក្តីប្រាថ្នាកុំភ្លេច share វីដេអូនេះមួយដាក់លេខ957ហើយនឹងមុននឹងចេញដំណើរពីផ្ទះទៅនិយាយកិច្ចការអ្វីកុំភ្លេចស្លៀកពាក់ពណ៌ផ្កាឈូកឬក៏ពណ៌ខ្មៅបាទបន្ទាប់អំពីឆ្នាំថោះនេះទៅយើងក៏ចាប់ផ្ដើមបន្តទៅឆ្នាំរោងបាទឆ្នាំរោងបន្តទៀតបាទសម្រាប់បងប្អូនដែលកើតឆ្នាំរោងនៅថ្ងៃស្អែកនេះគឺរាសីមិនឡើងហើយក៏មិនចុះដែរបាទគឺរាសីមធ្យមបាទសម្រាប់បងប្អូនដែលកើតឆ្នាំរោងនៅថ្ងៃស្អែករាសីមធ្យមនេះគឺតែងតែប្រកបការងារអ្វីៗបានរលូនដូចសពមួយដងអញ្ចឹងតែអ្វីដែលពិសេសនោះគឺបងប្អូនត្រូវតែ comment លេខ734បាទសំទោសបាទ734ហើយសម្លៀកបំពាក់ពណ៌មាសបាទនៅថ្ងៃស្អែកហ្នឹងបាទ comment លេខ734គឺជាលេខនាំសំណាងហើយយើងស្លៀកពាក់ពណ៌មាសគឺជាពណ៌ដែលនាំងើហេងបាទមានន័យថារាសីមធ្យមអាចធ្វើឲ្យរាសីយើងទៅជាល្អបាទវាល្អវាហួសពីមធ្យមទៅគឺល្អហើយបាទអញ្ចឹងកុំភ្លេច comment លេខ734និងស្លៀកសម្លៀកបំពាក់ពណ៌មាសមុននឹងចេញដំណើរទៅទីឆ្ងាយឬក៏ទៅចរចារឿងកិច្ចការអ្វីមួយដើម្បីសម្រេចនៅគោលបំណងរបស់យើងបាទបើសិនណាជាយើងមិនបានធ្វើដូច្នោះទេរាសីរបស់យើងមធ្យមហើយតែយើងមិនបានថាបន្ថែមនៅរិទ្ធអំណាចសង្កត់ទៅលើសត្រូវរបស់យើងឬក៏ទៅចរចាជាមួយដៃគូរបស់យើងឲ្យមានរិទ្ធិអំណាចឲ្យគេខ្លោបខ្លាចឬក៏មើលមកយើងមានដូចជាល្អនោះទេគឺវាពិបាកក្នុងការដោះស្រាយរឿងហ្នឹងណាអញ្ចឹងបានសូមឲ្យបងប្អូនហ្នឹង comment លេខ734និងស្លៀកសម្លៀកបំពាក់ពណ៌មាសដើម្បីនឹងទៅចរចាសម្រាប់នៅសេចក្តីប្រាថ្នារបស់បងប្អូននៅថ្ងៃស្អែកនេះបាទអញ្ចឹងសូមរងចាំស្ដាប់ដូចតទៅបាទបងប្អូនដែលកាត់ឆ្នាំរោងបាទនេះនៅក្នុងថ្ងៃនេះដែរឆ្នាំរោងធាតុមាសពងទេវតាប្រុសរិស័យថ្ងៃនេះល្អមធ្យមការរស់នៅប្រចាំថ្ងៃសម្រាប់ថ្ងៃនេះបាទនៅក្នុងសប្តាហ៍នេះសម្រាប់បុរសកាត់ឆ្នាំរោងចាប់ផ្ដើមទទួលរងប៉ះពាល់ខ្លាំងមិនថាជាកិច្ចការងារឬសំបីតែសម្ពាធប្រកាសជាដើមក្រៅពីនេះសុខភាពនិងសេចក្តីស្នេហាក៏លេចចេញជាបញ្ហាមិនល្អដូចគ្នាបាទអញ្ចឹងនៅកាត់ឆ្នាំរោងនៅក្នុងថ្ងៃនេះដែរគឺមិនសូវល្អទេបាទអញ្ចឹងគួរតែមានការប្រុងប្រយ័ត្នមែនទែនទាំងបញ្ហាសុខភាពទាំងទំនាក់ទំនងស្នេហាចំពោះកិច្ចការងារវិញបើមានឧបសគ្គហើយការពីមុនមកទទួលផលលំបាកក្នុងការដោះស្រាយពេលនេះបើព្យាយាមពុះពៀក៏តែងហុចផ្លែផ្កាដូចជាទីពេញចិត្តបាទនៅពេលដែលយើងមានបញ្ហាពីមុនមកយើងទើបនឹងមកដោះស្រាយគួរដោះស្រាយនៅថ្ងៃនេះក៏បានដែរបាទវាអាចនឹងផ្ដល់ផ្លែផ្កាឬក៏ជាដំណោះស្រាយមួយល្អសម្រាប់យើងនៅក្នុងថ្ងៃនេះអញ្ចឹងសង្ឃឹមថាអាចនឹងដោះស្រាយបាននៅក្នុងថ្ងៃនេះការធ្វើចំនួនជួញដូរអ្នកប្រកបរបររកស៊ីជួញដូរមានការរីកលូតលាស់គួរសមម្ល៉េះហើយជាឱកាសល្អក្នុងការពង្រីកមុខរបរថ្មីឬបណ្ដាក់ទុនបន្ថែមព្រោះផ្លែផ្កាដែលទទួលបានតែងហុចមកវិញដូចសំប្រកបអញ្ចឹងនៅក្នុងការធ្វើចំនួនជួញដូរលោកអ្នកដាក់ទុនតិចច្រើនក៏ដោយគួរសម្លឹងមើលទៅលើមនុស្សឬក៏ទៅលើថវិការបស់យើងបើសិនណាជាការដែលយើងធ្វើរាល់ថ្ងៃហ្នឹងវាកើនបាទវាកើនចំណូលអញ្ចឹងយើងគួរតែដាក់ទៅតែក្នុងការដាក់យើងត្រូវប្រយ័ត្នប្រយែងមើលមនុស្សផងអ្នកខ្លះល្អតែមុនដំបូងទៀតក្រោយមកក៏មានបញ្ហាមួយយើងអញ្ចឹងណាបាទចំណែកបញ្ហាសេចក្តីស្នេហាប្រុសស្រីកំពុងសុខដុមរមនានិងមានភាពផ្អែមល្ហែមគួរសមមិនជាបញ្ហាអ្វីទេនៅក្នុងថ្ងៃនេះបាទទោះបីនិយាយស្ដីខុសឆ្គងបន្តិចបន្តួចក៏មិនសូវជាបញ្ហាដែរសម្រាប់អ្នកដែលកើតឆ្នាំរោងក្នុងថ្ងៃនេះបាទជាចុងក្រោយនេះក៏សូមជូនពរប្រសិទ្ធពរជ័យសិរីសួស្តីជ័យយាមង្គលដល់បងប្អូនដែលកើតនៅឆ្នាំរោង
នៅថ្ងៃស្អែកនេះសូមប្រកបការងារអ្វីៗបានសម្រេចដោយសេចក្តីប្រាថ្នាកុំភ្លេច share វីដេអូនេះមួយដាក់លេខ734ហើយមុននឹងចេញដំណើរទៅជួបនរណាម្នាក់ឬក៏ប្រកបកិច្ចការងារអ្វីមួយសូមកុំភ្លេចស្លៀកសម្លៀកបំពាក់ពណ៌មាសដើម្បីជាការលើកហុងស៊ុយឬក៏លើករាសីរបស់យើងឲ្យកាន់តែល្អប្រសើរមានរិទ្ធីទៅជះឈ្នះអស់មាសត្រូវទាំងឡាយទាំងពួងបានអញ្ចឹងសូមធ្វើតាមខ្ញុំអ្វីដែលខ្ញុំប្រាប់មកទៅនឹងប្រកបទៅដោយសេចក្តីជោគជ័យនិងសមតាមបំណងប្រាថ្នាដូចតទៅបានសម្រាប់បងប្អូនដែលកើតនៅឆ្នាំម្សាញ់បាទនៅថ្ងៃស្អែកនេះគឺរាសីឡើងខ្ពស់ត្រដែតតែម្ដងបាទបូករួមជាមួយនឹងរាសីខ្ពស់នេះដែរក៏យើងមានលេខសំណាងដែលជាលេខតេជះមានฤទ្ធិអំណាចឲ្យម្នាក់ផងខ្លោបខ្លាចបារមីចេស្តារបស់យើងបាទគឺលេខ429ចឹងសូមបងប្អូនដែលកើតឆ្នាំម្សាញ់សូមខមមិនលេខ429ហើយនឹងពណ៌តេជះឈ្នះអស់មាសត្រូវទាំងឡាយទាំងពួងគឺមានពណ៌មាសនិងពណ៌ខៀវបាទអញ្ចឹងមុននឹងចេញដំណើរទៅទីឋាននានាប្រកបការងារអ្វីៗសូមស្លៀកសម្លៀកបំពាក់ពណ៌មាសនិងពណ៌ខៀវដែលជាពណ៌បន្ថែមនៅរាសីមានតេជះឈ្នះអស់មាសត្រូវទាំងពួងអ្នកផងមើលមកគេគោរពកោតខ្លាចយើងនិយាយស្ដីទៅកណ្ដាណាម្នាក់គឺគេញញើតនឹងធ្វើតាមអ្វីដែលយើងបានប្រាប់អញ្ចឹងសូមរងចាំស្ដាប់ដូចតទៅបានឆ្នាំម្សាញ់សម្រាប់លោកអ្នកដែលកាត់ឆ្នាំម្សាញ់ធាតុភ្លើងពងមនុស្សប្រុសថ្ងៃនេះដួងចិត្តរាសីរបស់លោកអ្នកខ្ពស់ត្រដែតតែម្ដងការរស់នៅប្រចាំថ្ងៃនេះផ្ដល់ផលល្អសម្រាប់លោកអ្នកទំនាក់ទំនងចរចាឬទាមទារអ្វីមួយក្រៅពីនេះផ្ដល់ផលល្អក្នុងការទំនាក់ទំនងការងារនិងរួមទាំងការគ្រប់គ្រងរឿងប្រាក់កាសផងគឺអាចចាប់ផ្ដើមអនុវត្តបានហើយចាប់ពីពេលនេះទៅចឹងលោកអ្នកដែលកើតឆ្នាំម្សាញ់ថ្ងៃនេះយើងអាចធ្វើអ្វីក៏បានដែរបាទក្នុងការរស់នៅប្រចាំថ្ងៃហ្នឹងចំណែកការងារថ្ងៃនេះវិញការបំពេញការងារទោះតិចច្រើនក៏តែងតែមានភាពរលូនល្អគួរជាទីគាប់ចិត្តការធ្វើចំនួនជួញដូរចំពោះអ្នកប្រកបរបររកស៊ីជួញដូរមានការទិញចូលលក់ចេញគ្រាន់រស់បន្តវិញអាយកម្រៃទៀតសោតគ្រាន់ជាទីកក់ក្ដៅដែរបាទយើងមានទឹកមាត់លាបតិចហើយសម្រាប់អ្នកដែលកើតឆ្នាំម្សាញ់នៅក្នុងថ្ងៃនេះយើងអាចធម្មសាមញ្ញយើងលក់មិនសូវបានចូលដើមឬក៏ស្មើដើមតែថ្ងៃនេះយើងអាចមានចំណូលនឹងបានច្រើនជាងម្សាមញ្ញវិញអញ្ចឹងយើងមានសង្ឃឹមទៅមុខទៀតចំណុចបញ្ហាស្នេហារីឯគូស្រករប្តីប្រពន្ធនិងគូប្រុសស្រីមានភាពស្រស់ស្រាយប្រៀបដូចត្រីក្នុងទឹកបាទมันមានបញ្ហាអ្វីទេគឺឡុកល្អឿនជាមួយគ្នាឯងតែទោះបីជាយ៉ាងណាក៏គួរកុំចាប់កំហុសគ្នាដោយមិនដឹងមូលហេតុឬក៏រករឿងគ្នាទៅវិញទៅមកចង់ឈ្នះចាញ់គ្នាពេលតតែយើងចេះអាស្រ័យអធិស្ឋានឲ្យគ្នាទៅវិញទៅមកទើបការរស់នៅរបស់យើងនឹងប្រកបដោយក្តីសុខបាទនេះសម្រាប់អ្នកដែលកាត់ឆ្នាំម្សាញ់បាទជាចុងក្រោយនេះក៏សូមប្រសិទ្ធពរជ័យសិរីសួស្តីជ័យមង្គលដល់បងប្អូនដែលកើតនៅឆ្នាំម្សាញ់រាសីខ្ពស់ត្រដែតនៅក្នុងវេលាឱកាសពេលនេះសូមកុំភ្លេច share នៅវីដេអូនេះដាក់លេខ429ហើយមុននឹងចេញដំណើរទៅទីឋាននានានៅព្រឹកថ្ងៃស្អែកនេះសូមស្លៀកសម្លៀកបំពាក់ពណ៌មាសនិងពណ៌ឬក៏ពណ៌ខៀវដើម្បីបង្ហាញពីរិទ្ធីទៅជះឈ្នះអស់មាសត្រូវទាំងឡាយទាំងពួងមានអំណាចរិទ្ធីធ្វើឲ្យអ្នកដែលមើលមកយើងនឹងគឺខ្លោបខ្លាចអំណាចចេស្តារបស់យើងបានមួយកម្រិតទៀតទោះបីជាយើងនិយាយស្ដីការងារអ្វីៗគឺតែងតែបានសម្រេចដូចជាក្តីប៉ងប្រាថ្នាសូមធ្វើតាមអ្វីដែលខ្ញុំប្រាប់លោកអ្នកនឹងទទួលបានសមតាមបំណងដូចជាក្តីប្រាថ្នាបានសម្រាប់បងប្អូនដែលកើតនៅឆ្នាំមមីរាសីនៅថ្ងៃស្អែកនេះគឺរាសីមធ្យមបាទមិនឡើងហើយក៏មិនចុះគឺរាសីមធ្យមបន្ថែមអំពីរាសីមធ្យមនេះទេគឺយើងមានលេខនាំសំណាងជាលេខងៅហេងជាមួយនឹងអាយដេចដែលយើងពាក់ទៅតាមពណ៌ដែលបរណាចារ្យលោកបានចងក្រងទុកមកដើម្បីលើកពីមធ្យមទៅជាល្អបាទអញ្ចឹងលេខនាំសំណាងរបស់បងប្អូនគឺលេខ369បាទលេខ369មុននឹងចេញដំណើរទៅណាទៅណីសូមបងប្អូនពាក់នៅអាវពណ៌កូគីឬក៏ពណ៌ស្លាទុំបាទបងប្អូនស្គាល់ណាពណ៌កូគីឬពណ៌ស្លាទុំហ្នឹងបើថាអត់ស្គាល់ពណ៌ស្លាទុំវាមិនទៅមើលផ្លែស្លាដែលទុំហ្នឹងទៅ
បានអញ្ចឹងសូមបងប្អូន comment លេខ369គឺជាលេខនាំសំណាងលេខហុងស៊ុយលេខបន្ថែមនៅសំណាងរបស់យើងពីមធ្យមទៅល្អបូករួមជាមួយនឹងឯកដេជាពណ៌កូគីឬក៏ពណ៌ស្លាទុំដែលយើងមុននឹងចាញ់ដំណើរទៅទីឋាននានានិយាយកិច្ចការងារអ្វីៗប្រកបទៅដោយភាពជោគជ័យរលូនដែលអ្នកផងមើលមកយើងនឹងគឺមានฤទ្ធិអំណាចអស្ចារ្យក្រៃបាទនិយាយស្ដីទៅកាន់គេគឺមានសម្ដីផ្អែមល្ហែមពីរោះអ្នកផងជាដៃគូឬក៏ដៃគូសហការរស៊ីហ្នឹងគឺតែងតែធ្វើតាមបំណងរបស់យើងឬក៏យល់ស្របទៅតាមអ្វីដែលយើងចង់បានអញ្ចឹងសូមរងចាំស្ដាប់ដូចតទៅបានឆ្នាំមមីសម្រាប់លោកអ្នកដែលកើតឆ្នាំមមីធាតុភ្លើងពងទេវតាស្រីរិស័យថ្ងៃនេះល្អជាមធ្យមករណីប្រចាំថ្ងៃសម្រាប់ថ្ងៃនេះដំណើរការចាក់ចេញពីក្រៅផ្ទះលោកអ្នកបើមានរឿងរ៉ាវជាមួយអ្នកដទៃមិនគួរក៏បីយកកំហឹងទល់កំហល់ឡើយពីព្រោះបើពំនោះនាំឲ្យខាតបង់ផលប្រយោជន៍អ្វីមួយមកវិញប៉ុណ្ណោះបាទសម្រាប់អ្នកដែលកាត់ឆ្នាំមមីការធ្វើដំណើរចាក់ចេញទៅទីខាងក្រៅឬក៏នៅក្នុងគេហដ្ឋានក៏ដោយក៏មិនគួរក៏បីនឹងមានចំនួនប៉ះពាល់ជាមួយនឹងអ្នកជិតខាងឬអ្នកដទៃឡើយព្រោះថាថ្ងៃហ្នឹងរាសីយើងមធ្យមតែវាមិនល្អទេបើសិនណាជាយើងមានបញ្ហាប៉ះពាល់ដល់អ្នកដទៃអាចនឹងខាតប្រយោជន៍របស់យើងអញ្ចឹងយើងគួរតែជៀសវាងល្អជាងចំពោះកិច្ចការងារនៅថ្ងៃនេះដែរទោះលោកអ្នកធ្វើអ្វីមួយមិនក៏បីមានការលុបដុននោះទេបើពុំដូច្នោះប្រកាសជាជួបផលលំបាកអ្វីមួយយ៉ាងជាក់លាក់ពំខានអញ្ចឹងយើងកុំលុបដុនខ្លាំងពេកធ្វើអ្វីមួយទៅតាមលំអានធម្មតាទៅតាមមានតាមបានដូចយើងធ្វើរាល់ថ្ងៃអញ្ចឹងណាតែក៏មានភាពលុបលុនឬក៏កេងប្រវ័ញ្ចរបស់អ្នកដទៃការធ្វើចំនួនជួញដូរចំពោះអ្នកប្រកបរបររកស៊ីជួញដូរមានការទិញចូលលក់ចេញគ្រាន់បើបន្តិចវិញហើយទៀតសោតក៏តែងតែការងារដែលយើងបានធ្វើក្នុងថ្ងៃនេះបានហុចផលកម្រៃជាងរាល់ដងបញ្ហាស្នេហាគូស្នេហ៍កំឡោះក្រមុំចូលប្រយ័ត្នកើតមានការរង្គោះរង្គើព្រោះតែអ្នកទី3ចូលមកលុកឡំបាទចឹងយើងប្រយ័ត្នបន្តិចមកយកបាត់ណារឿងប្រពន្ធរឿងស្រីស្នេហ៍របស់យើងហ្នឹងយើងប្រយ័ត្នប្រយែងទៅការពារឬក៏មើលថែតិចទៅណាចំពោះអ្នកដែលកើតឆ្នាំមមីបាទជាចុងក្រោយនេះក៏សូមប្រសិទ្ធពរជ័យសិរីសួស្តីជ័យយាមង្គលដល់បងប្អូនប្រុសស្រីដែលកើតនៅឆ្នាំមមីថ្ងៃស្អែករាសីមធ្យមនេះសូមកុំភ្លេច share នៅវីដេអូនេះមួយដាក់លេខ369ហើយមុននឹងចេញដំណើរទៅទីឋាននានានៅព្រឹកថ្ងៃស្អែកនេះសូមស្លៀកពាក់នៅពណ៌កូគីឬក៏ពណ៌ស្លាទុំដើម្បីជាអាវតេជះលើករាសីរបស់យើងពីមធ្យមទៅជាល្អដើម្បីឲ្យអ្នកផងឬក៏ភាគីដៃគូនឹងមើលមកយើងមានឫទ្ធិអំណាចខ្លាំងក្រៃបាទហើយនិយាយស្ដីទៅកាន់អ្នកណាអ្នកនោះគោរពធ្វើតាមគឺយល់ស្របនៅលើនៅអ្វីដែលយើងចង់បានបាទសូមធ្វើតាមអ្វីដែលខ្ញុំបានប្រាប់នេះកុំភ្លេច share វីដេអូនេះដាក់លេខ369លោកអ្នកនឹងបានសម្រេចដោយសេចក្តីប្រាថ្នាបានបាទសម្រាប់បងប្អូនដែលកើតឆ្នាំមមេរាសីនៅថ្ងៃស្អែកនេះគឺមិនល្អទេបាទគឺរាសីស្រុតចុះតែម្ដងតែកុំបារម្ភអីជាមួយនឹងការងារប្រចាំថ្ងៃដែលលោកអ្នកមានរាសីស្រុតចុះនេះគឺយើងមានលេខសំណាងនិងអាយតេជះដើម្បីកែប្រែវាសនារបស់បងប្អូនពីគ្រោះមកជាលាភបានអញ្ចឹងលេខសំណាងរបស់បងប្អូននៅថ្ងៃស្អែកនេះគឺលេខ83ដើមបាទ83ដើមអញ្ចឹងបងប្អូនដែលកើតឆ្នាំមមេមានរាសីស្រុតចុះនេះសូម comment លេខ83ដើមហើយ share វីដេអូនេះមួយដាក់លេខ83ដើមបាទបន្ទាប់មកនៅពេលដែលបងប្អូនចរចាញ់យាត្រាទៅធ្វើការងារមន្ត្រីរាជការឬក៏និយាយកងត្រាចរចាទិញដូរលក់ចេញនឹងយ៉ាងណាសូមប្រើសម្លៀកបំពាក់ពណ៌សបាទដែលជាអាវតេជះឈ្នះអស់មេសត្រូវទាំងឡាយទាំងពួងដែលបរាណាចារលោកបានចងក្រងទុកមកដើម្បីឲ្យបងប្អូនកែប្រែពីគ្រោះទៅជាលាភវិញបាទកែប្រែពីគ្រោះទៅជាលាភវិញអញ្ចឹងបងប្អូនមុននឹងធ្វើដំណើរទៅទីឋាននានាឬក៏ទៅកន្លែងណាផ្សេងសូមប្រើសម្លៀកបំពាក់ពណ៌សហើយ comment លេខ888បាទសូមរងចាំស្ដាប់ដូចតទៅឆ្នាំមមេសម្រាប់បងប្អូនដែលកើតឆ្នាំមមេបាទឆ្នាំមមេរិស័យថ្ងៃនេះមិនសូវជាល្អប៉ុន្មានទេឆ្នាំមមេធាតុមាសពងទេវតាស្រីនៅក្នុងថ្ងៃនេះរាសីស្រុតចុះហើយបាទសូមប្រុងប្រយ័ត្នមែនទែនដំណើរជីវិតរបស់លោកអ្នកនៅក្នុងថ្ងៃនេះគឺស្ថិតនៅក្នុងស្ថានភាពមិនល្អទេម្ល៉េះហើយបើអាច
កុំប្រើពាក្យសម្ដីឬក៏តំណោះពាក្យសម្ដីនៅក្នុងក្រុមគ្រួសារនិងមនុស្សនៅក្បែរខ្លួនក៏បីមានការអត់ធ្មត់ធ្វើចិត្តឲ្យទលាយទើបជាការប្រសើរបើមិនចឹងទេនឹងមានបញ្ហានាំទុកដាក់ខ្លួនហើយបាទក្នុងថ្ងៃហ្នឹងកិច្ចការងារប្រចាំថ្ងៃនៅក្នុងថ្ងៃនេះដែរគឺមានការប្រែប្រួលទាំងខាងអារម្មណ៍និងការងារហើយពិសេសនោះរាល់ការធ្វើអ្វីមួយតែងតែជួបឧបសគ្គមករារាំងពុំឲ្យបានសុខកាយសប្បាយចិត្តប្រហែលទេគឺតែងតែមានអ្នកនេះអ្នកនោះឬក៏ការងារធ្វើទៅវាស្មុគស្មាញអារម្មណ៍មិនល្អអញ្ចឹងបើសិនជាអាចគួរកុំធ្វើកាយថ្ងៃហ្នឹងបាទស្លាប់ចុះហើយនៅផ្ទះនៅអីលេងជាមួយកូនឬក៏ទៅញ៉ាំអីលេងដើម្បីបន្សុទ្ធទុកទៅឬទៅវាស្រែមកទលេទៅបាទសម្រាប់អ្នកដែលស្មុគស្មាញខ្លាំងណាបើសិនជាអាចការធ្វើចំនួនជួញដូរបាទចំនួនតូចធំនៅក្នុងអំឡុងពេលនេះស្ថានភាពលំបាកច្រើនអ្នកខ្លះស្ទើរតែរកចំណូលផ្គត់ផ្គង់គ្រួសារមិនគ្រប់ផងចាំមិនថានៅក្នុងពេលនេះថ្ងៃហ្នឹងយើងតែណាកំកាត់ដែរវាគ្រប់ច្រកហ្មងអារិស័យធ្លាក់ចុះហ្នឹងមួម៉ៅតបប្រមល់អាហ្នឹងគឺពិបាកណាស់អញ្ចឹងយើងអាចទៅស្ដាប់ភ្លេងលេងឬក៏ធ្វើអ្វីក៏ដោយឲ្យតែសប្បាយតែកុំឲ្យរំខានដល់អ្នកដទៃឬក៏យើងមានការថ្នាក់ថ្នាក់ជាមួយអ្នកដទៃបញ្ហាស្នេហាកំឡោះក្រមុំនឿយណាយអស់សង្ឃឹមដោយសារម្នាក់ពុំសូវយកចិត្តទុកដាក់ជាមួយគ្នាប្រហែលទេបាទតារមសូវបានមុខមិនសូវរិចចំណូលខ្វះខាតគ្រប់ច្រកជីវិតរស់នៅដូចជាមិនសូវល្អប្រសើរស្នេហាក៏មិនសូវរលូនដែរបាទអញ្ចឹងយើងគួរតែប្រយ័ត្នប្រយែងមែនទែនសម្រាប់អ្នកដែលកើតឆ្នាំមមីក្នុងថ្ងៃនេះបាទអូឆ្នាំមមីបាទឆ្នាំមមីច្រឡំអធិស្ឋានបាទជាចុងក្រោយនេះក៏សូមប្រសិទ្ធពរជ័យសិរីសួស្តីជ័យជាមង្គលដល់បងប្អូនប្រុសស្រីដែលកើតនៅឆ្នាំមមែមានរាសីមិនល្អនៅថ្ងៃនេះសូម share វីដេអូនេះដាក់លេខ888ហើយនឹងមុននឹងចេញដំណើរទៅទីឋាននានាទិញដូរលក់ចេញកុងត្រាឬក៏និយាយចរចានៅរឿងអ្វីមួយទៅកាន់អ្នកដទៃសូមប្រើសម្លៀកបំពាក់ពណ៌សជាពណ៌តេជះឈ្នះអស់មេសត្រូវទាំងឡាយទាំងពួងធ្វើឲ្យគ្រោះមកជាលាវិញបាទអញ្ចឹងបងប្អូនធ្វើតាមអ្វីដែលខ្ញុំប្រាប់ទៅបានន័យថាយើងធ្វើពីរាសីចុះឲ្យមកមធ្យមហើយយើងមានអាវតេជះឈ្នះអស់មេសត្រូវទាំងឡាយទាំងពួងនិយាយស្ដីទៅកាន់ទីឋានដតីគឺអ្នកពំផងរបងជាមួយឬក៏សមាជិកភាគីម្ខាងទៀតគេនឹងយល់ព្រមឬក៏ធ្វើតាមអ្វីដែលយើងបានប្រាប់ហើយអញ្ចឹងសូមសិទ្ធិពរជ័យសិរីសួស្តីបងប្អូនដែលកើតនៅឆ្នាំមមែថ្ងៃស្អែកនេះជួបតែនឹងរឿងល្អប្រាថ្នាអ្វីៗបានសម្រេចដោយសេចក្តីប្រាថ្នាបាទសម្រាប់បងប្អូនដែលកើតនៅឆ្នាំវោកបាទរាសីនៅថ្ងៃស្អែកនេះគឺខ្ពស់ត្រដែតតែម្ដងបានប្រាថ្នាអ្វីៗបានសម្រេចដោយសេចក្តីប្រាថ្នាបន្ថែមពីលើរាសីនេះទៀតដែរគឺយើងមានលេខសំណាងដើម្បីជួយជ្រោមជ្រែងឲ្យបងប្អូនបានសម្រេចកាន់តែល្អប្រសើរជាងនោះទៀតនោះគឺលេខសំណាង284អញ្ចឹងសូមបងប្អូនកុំភ្លេច comment លេខ284ហើយ share វីដេអូនេះចេញទៅដាក់លេខ284ដើម្បីជាលេខហុងស៊ុយលេខនាំសំណាងធ្វើឲ្យបងប្អូនប្រកបការងារអ្វីៗបានសម្រេចបន្ថែមពីលើជោគជតារាសីរបស់យើងទៀតបាទរួមផ្សំជាមួយនឹងពណ៌សំណាងគឺពណ៌ផ្ទៃមេឃបាទហៅថាអាវតេជះឈ្នះអស់មេសត្រូវទាំងឡាយទាំងពួងនៅពេលដែលថ្ងៃស្អែកនេះបងប្អូនចរចេញយាត្រាធ្វើដំណើរទៅទីឋានណាសូមឲ្យបងប្អូនប្រកបទៅនឹងសេចក្តីសុខសេចក្តីចម្រើនរូបពេលវេលាប្រាថ្នាអ្វីៗបានសម្រេចដូចសេចក្តីប្រាថ្នាបើសិនណាជាបងប្អូនធ្វើតាមអ្វីដែលខ្ញុំប្រាប់នេះគឺបងប្អូនទទួលបាននូវលាភសំណាងយុះស័ក្តិបុណ្យស័ក្តិឬក៏និយាយស្ដីទៅកាន់អ្នកដទៃតែងតែធ្វើឲ្យបងប្អូនប្រកបទៅដោយជ័យជំនះគ្រប់ពេលវេលាទាំងអស់បានសូមស្ដាប់ដូចតទៅឆ្នាំវោកសម្រាប់បងប្អូនដែលកើតឆ្នាំវោកធាតុដែកពងយៈប្រុសរាសីថ្ងៃនេះឡើងខ្ពស់ត្រដែតតែម្ដងលោកអ្នកឈានចូលមកដល់ថ្ងៃនេះនឹងបានរួចផុតពីសេចក្តីសៅហ្មងទាំងឡាយដែលធ្លាប់កើតមានពីពេលមុនមកខណៈពេលនេះដែរលាភសំណាងរបស់លោកអ្នកនឹងកើតមានឡើងវិញដែលធ្វើឲ្យលោកអ្នករីករាយបើជាអ្នកប្រកបមុខរបររកស៊ីវិញរកស៊ីផលចំណេញដែលទទួលបានអាចនឹងសន្សំទុកដាក់បានច្រើនចំណែកបញ្ហាស្នេហាតែងមានចំណងមេត្រីភាពគ្នាយ៉ាងល្អិតល្អន់សិតរមុតតែម្ដងបាទអញ្ចឹងឆ្នាំវោកថ្ងៃនេះគឺល្អមែនតើបាទលាភជ័យហូរចូលគ្រប់ទិន្ទវិរិត្រីមកសម្រាប់ថ្ងៃនេះ
អញ្ចឹងបងប្អូនដែលការឆ្នាំវោកក្នុងថ្ងៃនេះគួរតែស្រួលស្រួលឬក៏បញ្ញាធ្វើការងារទាំងពួងដែលយើងថាប្រុងនឹងធ្វើនោះឲ្យហើយនៅថ្ងៃនេះតែម្ដងទៅនេះសម្រាប់អ្នកដែលការឆ្នាំវោកបើជាចុងក្រោយនេះសូមសិទ្ធិពរជ័យសិរីសួស្តីជ័យជំនះគោដល់បងប្អូនប្រុសស្រីទាំងអស់ដែលកើតនៅឆ្នាំវោករាសីខ្ពស់នៅក្នុងវេលាឱកាសថ្ងៃស្អែកនេះសូមប្រកបការងារអ្វីៗបានសម្រេចដោយសេចក្តីប្រាថ្នាកុំភ្លេច share វីដេអូនេះចេញទៅដាក់លេខ284សូមឲ្យសំណាងល្អគ្រប់ទិនទិវារាត្រីបាទសម្រាប់បងប្អូនដែលកើតនៅឆ្នាំរការាសីនៅថ្ងៃស្អែកនេះមិនល្អទេសម្រាប់បងប្អូនគឺស្រុតចុះយ៉ាងខ្លាំងតែម្ដងតែកុំបារម្ភអីជាមួយនឹងរាសីស្រុតចុះគឺយើងបានធ្វើនៅលេខសំណាងបាទយើងមានលេខសំណាងដើម្បីយឹតយោងនៅរាសីរបស់យើងឲ្យល្អប្រសើរឡើងមកវិញជាមួយនឹងពណ៌នៃអាយទៅចាស់ឈ្នះអស់មេស្ត្រីទាំងឡាយទាំងពួងបានលេខសំណាងរបស់បងប្អូននៅថ្ងៃស្អែកនេះគឺលេខ671បាទសម្រាប់បងប្អូនដែលកើតឆ្នាំរការាសីមិនល្អនៅថ្ងៃស្អែកនេះសូម comment លេខ671ហើយសូម share វីដេអូនេះដាក់លេខ671រួមជាមួយនឹងពណ៌សំណាងដែលបងប្អូនព្រឹកឡើងមុននឹងចេញដំណើរទៅទីឋាននានានិយាយស្ដីការងារមន្ត្រីរាជការទិញចូលលក់ចេញឬក៏ប្រឡងមន្ត្រីរាជការកលាបញ្ជីអីហ្នឹងយ៉ាងណាសូមពាក់អាវពណ៌ប្រផេះបាទជាអាវទៅចាស់ឈ្នះអស់មេស្ត្រីទាំងឡាយទាំងពួងដើម្បីកែប្រែវាសនារបស់បងប្អូនពីគ្រោះមកជាលាភវិញអញ្ចឹងបងប្អូនកុំភ្លេច comment លេខ671ជាលេខសំណាងហើយនឹង share វីដេអូនេះចេញទៅដាក់លេខ671បន្ទាប់មកបងប្អូនព្រឹកឡើងមុននឹងចេញដំណើរទៅទីឋាននានានិយាយស្ដីកិច្ចការងារមន្ត្រីរាជការនឹងយ៉ាងណាសូមកុំភ្លេចពាក់អាវពណ៌ប្រផេះមុននឹងចេញដំណើរទៅសូមរងចាំសន្តាប់ដូចតទៅបាទឆ្នាំរកាសម្រាប់បងប្អូនដែលកើតឆ្នាំរកាធាតុដែកពងយៈប្រុសនៅក្នុងថ្ងៃនេះរាសីស្រុតចុះយ៉ាងតដែលតែម្ដងបាទមិនសូវល្អទេដែលកើតឆ្នាំរកានៅថ្ងៃនេះដំណើរជីវិតប្រចាំថ្ងៃនៅក្នុងថ្ងៃនេះដែរដំណើរជីវិតរបស់លោកអ្នកមិនល្អទេម្ល៉េះហើយបើចង់ធ្វើអ្វីមួយសំខាន់បើពន្យាពេលបានក៏ល្អប្រសើរដែរបាទមិនថាទៅទីណាកុងត្រាឬក៏ទៅធ្វើអីទេឬក៏យើងចេញដំណើរទៅណាក៏ដោយបើសិនថ្ងៃហ្នឹងមិនអាចទៅបានយើងកុំទៅព្រោះវារិស័យមិនល្អទៅក៏អត់បានផលដែរអាចនឹងមានបញ្ហាដល់ខ្លួនទៀតព្រមទាំងអ្នករួមដំណើរជាមួយបាទអញ្ចឹងយើងក៏បានតន្ត្រីក្នុងថ្ងៃហ្នឹងណាចំណែកកិច្ចការងារដែលឡាយនៅក្នុងថ្ងៃនេះវិញការប្រកបការងារតែមានបញ្ហាទាំងស្ទះហើយពិសេសអាចមានបំណោះពាក្យសម្ដីជាមួយនឹងមនុស្សក្បែរខ្លួនបន្តិចបន្តួចផងការងាររាំងស្ទះធ្វើអីក៏មិនបានទៅដល់កន្លែងធ្វើការស្មុគស្មាញពេលខ្លះអាចនឹងចាស់កំហឹងទៅដល់លើអ្នកចិត្តខ្លួនទៀតអញ្ចឹងវាជាបញ្ហាមួយដែលធ្វើឲ្យលោកអ្នកមានផលប៉ះពាល់សតិអារម្មណ៍យ៉ាងច្រើនអញ្ចឹងបើសិនជាអាចយើងគួរតែកុំប្រើពាក្យសម្ដីឬក៏មិនចេញទៅធ្វើការទេថ្ងៃហ្នឹងយើងនៅផ្ទះតែម្ដងទៅជុំកូនប្រពន្ធឬបងប្អូននិយាយគ្នាលេងទៅបើយើងទៅមានតែការថ្នាំងថ្នាក់ឬក៏អន់ចិត្តឬក៏មានបញ្ហាដល់អ្នកដទៃទៀតការធ្វើចំនួនជួញដូរអ្នកប្រកបរបររកស៊ីជួញដូរការរកផលកម្រៃមិនត្រូវលោភលន់ឡើយបើពុំនោះទេប្រយ័ត្នបាត់ដៃទៅទេត្រឡប់មកផ្ទះវិញបាទយើងរលល្មមទៅក្នុងថ្ងៃហ្នឹងបើសិនណាជាលោភលន់ពេកអាចនឹងខាតបង់ពេលខ្លះបាត់ទាំងដើមបាត់ទាំងចុងត្រឡប់មកផ្ទះវិញត្រូវមាត់អ្នកផ្ទះទៀតអត់មានលុយចូលផ្ទះអញ្ចឹងយើងត្រូវធ្វើអ្វីមួយគិតគូរពិចារណាឲ្យបានច្បាស់លាស់ថ្ងៃហ្នឹងបើសិនជាអាចកុំធ្វើអីឲ្យសោះបណ្ដោយថ្ងៃហ្នឹងបាទចាយតិចតួចបានចំណែកបញ្ហាស្នេហាវិញសម្ព័ន្ធភាពស្នេហាកំឡោះក្រមុំមានការបង្កការថ្នាំងថ្នាក់និងភាពនឿយណាយផ្លូវចិត្តច្រើនបាទនៅពេលដែលម្នាក់មានភាពគេហៅថាបង្ងើយកតាយឬក៏អស់សង្ឃឹមឬក៏ធុញថប់នៅក្នុងអារម្មណ៍มันមានសម្ព័ន្ធភាពស្នេហាជាមួយគ្នាឬក៏ភាពស្និទ្ធស្នាលជាមួយគ្នាទេអញ្ចឹងវាអាចមានការសោះអង្គើយដាក់គ្នាបន្តិចបន្តួចដែរតែក៏មិនជាបញ្ហាអ្វីទេនៅថ្ងៃស្អែកអ្នកទាំងលោកអ្នកនឹងបានភាពរីករាយសប្បាយវិញហើយបាទឲ្យតែមានថ្ងៃស្អែកនៅរះយើងត្រូវតែមានសង្ឃឹមអញ្ចឹងសម្រាប់អ្នកដែលកើតឆ្នាំរកានៅថ្ងៃនេះគួរតែប្រយ័ត្នប្រយែងយ៉ាងមែនទែនបាទ
បាទជាចុងក្រោយនេះខ្ញុំបាទសូមប្រសិទ្ធពរជ័យសិរីសួស្តីជ័យយមង្គលលើកទឹកចិត្តបងប្អូនដែលកើតឆ្នាំរកានៅថ្ងៃស្អែកនេះប្រកបការងារអ្វីៗបានសម្រេចដោយសេចក្តីប្រាថ្នាកុំភ្លេច share វីដេអូនេះចេញទៅដាក់លេខ671ជាលេខនាំសំណាងកាយប្រាយជោគវាសនារបស់បងប្អូនពីគ្រោះមកលៀបហើយនឹងព្រឹកឡើងមុននឹងចេញដំណើរទៅទីឋាននានានិយាយស្ដីការងារមន្ត្រីរាជការទិញចូលលក់ចេញកុងត្រាដីធ្លីអីហ្នឹងយ៉ាងណាសូមកុំភ្លេចពាក់អាវពណ៌ប្រផេះបាទមុននឹងហាស្ដីនិយាយទៅកាន់អ្នកភូមិផងរបងជាមួយឬក៏ភាគីម្ខាងទៀតគេមើលមកយើងមកមានដឹកពៀស្លូតបូតស្រឡាញ់រាប់អានគួរឲ្យអាណិតគេនឹងធ្វើតាមអ្វីដែលយើងបានសំណុំពរឬក៏ប្រាប់ទៅគេហើយអញ្ចឹងសូមសេចក្តីប្រាថ្នារបស់បងប្អូននៅថ្ងៃស្អែកនេះប្រកបទៅដោយជោគជ័យសិរីសួស្តីជ័យមង្គលប្រាថ្នាអ្វីៗបានសម្រេចដោយសេចក្តីប្រាថ្នាបាទសម្រាប់បងប្អូនដែលកើតនៅឆ្នាំចនៅថ្ងៃស្អែកនេះគឺរាសីខ្ពស់ត្រដែតតែម្ដងបាទប្រកបការងារអ្វីៗតែងតែបានសម្រេចដោយសេចក្តីប្រាថ្នាបន្ថែមពីលើរាសីខ្ពស់នេះទៀតគឺយើងមានលេខនាំសំណាងដល់បងប្អូនកុំភ្លេច comment លេខ338ហើយ share វីដេអូនេះចេញទៅដាក់លេខ338ជាមួយនឹងពណ៌នាំសំណាងជាពណ៌អាយតេជះឈ្នះអស់មេសត្រូវទាំងឡាយទាំងពួងដែលបងប្អូនមុននឹងចេញដំណើរទៅទីឋាននានានិយាយស្ដីធ្វើការងារមន្ត្រីរាជការទិញចូលលក់ចេញកុងត្រាកាឡាបញ្ជីប្រឡងចូលយ៉ាងណាសូមកុំភ្លេចពាក់អាវពណ៌មាសឬក៏ពណ៌ស្វាយនៅថ្ងៃស្អែកនេះបាទអញ្ចឹងសូមបងប្អូនធ្វើតាមអ្វីដែលខ្ញុំបានប្រាប់ហើយសូមរងចាំទស្សនាជាបន្តទៅឆ្នាំចសម្រាប់បងប្អូនដែលកើតឆ្នាំចធាតុដីពងយៈស្រីថ្ងៃនេះរាសីខ្ពស់ត្រដែតតែម្ដងការរស់នៅថ្ងៃនេះបើលោកអ្នកចង់ចរចាអ្វីមួយតែងតែអាចទម្លុះទម្លាយនិងសម្រេចដោយក្តីបំណងបងប្រាថ្នាបានជានិច្ចចំណែកការងារដែលសារដួងជាតារាសីរបស់លោកអ្នកខ្ពស់ម្ល៉េះហើយផ្ដល់ផលល្អសម្រាប់លោកអ្នកសម្រុកការងារបានហើយពីព្រោះថាផលល្អតែងតែឆ្លើយតបមកវិញយ៉ាងកក់ក្ដៅចំណែកការធ្វើចំនួនជួញដូរបើអ្នកប្រកបរបររកស៊ីជួញដូរនៅថ្ងៃនេះមិនថាការជួញទីចិត្តទីឆ្ងាយសេចក្តីសុខដុមរមនាអាចប្រមូលភោគផលចូលផ្ទះវិញគួរជាទីគប់បំណងបញ្ហាស្នេហាកំឡោះក្រមុំមិនត្រូវឆ្លក់វង្វេងទៅលើរឿងកាមគុណប្រជ្រុលខ្លួនពេកទេអាចនាំទុកដល់ខ្លួននៅថ្ងៃមុខបានបាទយើងកុំឲ្យលងខ្លួនទៅជ្រុលពេកយើងល្មមទៅបានហើយចំពោះស្នេហាបើថាស្រឡាញ់គ្នាខ្លាំងយកឲ្យម៉ែឪចូលស្ដីដណ្ដឹងតែម្ដងទៅបាទនេះសម្រាប់អ្នកកើតឆ្នាំចជាចុងក្រោយខ្ញុំបាទសូមសេចក្តីពរជ័យសិរីសួស្តីជ័យយមង្គលដល់បងប្អូនដែលកើតនៅឆ្នាំចរាសីខ្ពស់នៅថ្ងៃស្អែកនេះសូមកុំភ្លេច share វីដេអូនេះចេញទៅដាក់លេខ338ហើយមុននឹងចេញដំណើរទៅទីឋាននានានៅថ្ងៃស្អែកនេះសូមកុំភ្លេចពាក់អាវពណ៌មាសឬពណ៌ស្វាយដែលជាអាយតេជះឈ្នះអស់មេសត្រូវទាំងឡាយទាំងពួងធ្វើឲ្យលោកអ្នកនិយាយស្ដីទៅកាន់ទីឋាននានាធ្វើឲ្យគេចូលចិត្តអាណិតស្រឡាញ់ហើយយល់ព្រមតាមអ្វីដែលយើងបាននិយាយឬក៏បានសំណុំពរដោយសេចក្តីប្រាថ្នាបាទសូមឲ្យបងប្អូនប្រាថ្នាអ្វីៗបានសម្រេចដោយសេចក្តីប្រាថ្នាមានលៀបមានយុះសិរីសួស្តីជ័យមង្គលពេញមួយថ្ងៃតែម្ដងបាទសម្រាប់បងប្អូនដែលកើតនៅឆ្នាំកុលរាសីនៅថ្ងៃស្អែកនេះមិនចុះមិនឡើងទេគឺរាសីមធ្យមបាទរាសីមធ្យមមិនចុះមិនឡើងទេតែយើងមានលេខសំណាងដែលជាលេខនាំហុងស៊ុយធ្វើឲ្យបងប្អូនពីមធ្យមទៅជាល្អវិញបាទជាមួយនឹងពណ៌សំណាងឬក៏ពណ៌តេជះឈ្នះអស់មេសត្រូវទាំងឡាយទាំងពួងបាទសម្រាប់បងប្អូនដែលកើតនៅឆ្នាំកុលធាតុពងមនុស្សស្រីនៅក្នុងថ្ងៃស្អែកនេះសូម comment លេខ665ដែលជាលេខនាំសំណាងបាទហើយ share វីដេអូនេះចេញទៅដាក់លេខ665ជាមួយនឹងព្រឹកឡើងបាទថ្ងៃស្អែកឡើងលោកអ្នកមុននឹងរៀបចេញចរយាត្រាទៅណាមកណាកុំភ្លេចពាក់អាវពណ៌ទឹកប្រាក់បាទកុំភ្លេចពាក់អាវពណ៌ទឹកប្រាក់មុននឹងចរចេញយាត្រានិយាយស្ដីទៅកាន់មនុស្សជុំវិញខ្លួនជាមួយនឹងការលក់ដូរទិញចូលលក់ចេញឬក៏ប្រឡងមន្ត្រីរាជការឬក៏កុងត្រាអ្វីមួយចំពោះអ្នកដែលនៅជុំវិញខ្លួនបាទអញ្ចឹងសូមរងចាំស្ដាប់ដូចតទៅឆ្នាំកុលសម្រាប់លោកអ្នកដែលកើតឆ្នាំកុលធាតុទឹកពងមនុស្សស្រីរាសីថ្ងៃនេះល្អមធ្យម
ការរស់នៅប្រចាំថ្ងៃនៅក្នុងថ្ងៃនេះដែរបើធ្វើអ្វីក៏ដោយចូលប្រយ័ត្នប្រយែងប្រយ័ត្នចាញ់បោកគេហើយត្រូវប្រយ័ត្នចំពោះមនុស្សដែលមកពីចម្ងាយបាទអ្នកដែលបោកយើងមិនប្រកាសថាអ្នកនៅចិត្តយើងទេអ្នកឆ្ងាយក៏អាចបោកយើងបានដែរអញ្ចឹងអ្នកចិត្តក៏បោកអ្នកឆ្ងាយក៏បោកយើងចង់និយាយពីមាត់ថាមិត្តស្រួលទប់ទល់សត្រូវស្រួលទប់ទល់តែមិត្តផងសត្រូវផងគឺពិបាកទប់ទល់ណាស់អញ្ចឹងយើងគួរតែប្រយ័ត្នមែនទែននៅក្នុងថ្ងៃហ្នឹងបាទពិសេសខាចាញ់បោកគេអញ្ចឹងយើងប្រយ័ត្នប្រយែងតិចទៅចំពោះបញ្ហាការងារដែលឡែកនៅក្នុងថ្ងៃនេះដែរការប្រកបការងារពុំសូវមានអ្វីប្រែប្រួលផ្លាស់ប្ដូរទេគឺដូចតែសប្ដងអញ្ចឹងពីម្សាមិញអាមិចថ្ងៃនេះគឺអញ្ចឹងឯងមិនមានបញ្ហាទេតែឃើញថាមកម្សាមិញវាអន់ថ្ងៃនេះក៏វាគ្រាន់បានដែរយើងគិតតែប៉ុណ្្នឹងទៅបានដែរការធ្វើចំនួនជួញដូរមានការប្រែប្រួលផ្លាស់ប្ដូរអត់ឈប់ឈរនេះទេត្រូវប្រយ័ត្នប្រយែងពាក្យសម្ដីបន្តិចទើបអាចជៀសផុតពីចំនួនណាមួយកាត់ឡើងជាមួយក្រុមមនុស្សនៅក្បែរខ្លួនឬសំបីតែមនុស្សមកពីចម្ងាយវាត្រឹមត្រូវហើយសម្រាប់អ្នកដែលជាការរកស៊ីវាសំខាន់ទៅលើសម្ដីគេថាអណ្ដាតជាអាចកន្លងបានសុកទុកផងក៏ព្រោះអណ្ដាតអញ្ចឹងបើសិនណាជាយើងធ្វើចំនួនជាមួយនឹងអតិថិជនឬក៏អ្នកមកពីចម្ងាយអីវាដាច់ម៉ូយហើយបាទឬក៏អាចនឹងមានទំនាស់ពាក្យសម្ដីជាមួយនឹងអ្នកលក់ដូចគ្នាក៏បានដែរអញ្ចឹងយើងគួរប្រយ័ត្នប្រយែងបន្តិចរឿងសម្ដីហ្នឹងបញ្ហាស្នេហាគូក្រងប្តីប្រពន្ធគូស្នេហ៍កំឡោះក្រមុំពោះម៉ាយមីម៉ាយក្តីនោះពុំសូវយករឿងចាស់មកកុំសូវយករឿងចាស់មកនិយាយច្រើនពេកវាកើតចំនួនវិវាទរស់នៅមិនល្អទេបាទវាមិនសុខសាន្តណាគេថាគោដីកុំដាស់រឿងចាស់កុំរំលឹកអញ្ចឹងរឿងណាដែលវាអត់ប្រយោជន៍កន្លងផុតទៅហើយគួរកុំរំលឹកវិញបាទយើងព្យាយាមរំលឹកនៅអតីតកាលដែលល្អអតីតកាលដែលមិនល្អយើងបោះបង់ចោលទៅបើមិនអញ្ចឹងទេលោកអ្នកនឹងផ្ដល់នៅផលវិបាកឬក៏ឆ្លោះទាស់ទែងគ្នាមើលមុខគ្នាមិនត្រង់ដោយសារតែយករឿងអត់ប្រយោជន៍ហ្នឹងយកមកនិយាយដដែលធ្វើឲ្យមានបញ្ហាទាំងអស់គ្នាអញ្ចឹងបាទអញ្ចឹងគួរតែប្រយ័ត្នប្រយែងពាក្យសម្ដីកាយវិការឬក៏រឿងចាស់អីហ្នឹងកុំយកមករំលឹកឲ្យសោះនេះសម្រាប់អ្នកដែលកើតឆ្នាំកុរបាទសម្រាប់ជាចុងក្រោយនេះសម្រាប់បងប្អូនដែលកើតនៅឆ្នាំកុរនេះខ្ញុំបាទសូមសិទ្ធិពរជ័យសិរីសួស្តីជ័យមង្គលដល់បងប្អូនគ្រប់គ្នាឲ្យប្រកបទៅនឹងសេចក្តីសុខសេចក្តីចម្រើនប្រាថ្នាអ្វីបានសម្រេចដូចសេចក្តីប្រាថ្នាកុំភ្លេច share វីដេអូនេះចេញទៅដាក់លេខ665ហើយនឹងព្រលឹមឡើងមុននឹងចេញដំណើរទៅទីឋាននានាកុំភ្លេចពាក់អាវទឹកប្រាក់ដើម្បីជាអាវជាពរលើកសិរីសួស្តីជ័យមង្គលដល់បងប្អូនគ្រប់គ្នាសូមឲ្យបងប្អូនប្រកបការងារអ្វីបានសម្រេចដោយសេចក្តីប្រាថ្នាបាទគុណច្រើនសម្រាប់ការតាមដានទស្សនានៅវីដេអូនេះបាទសម្រាប់ឆ្នាំទាំង12ដែលខ្ញុំបានរៀបរាប់នៅខាងលើនេះគឺជាក្បួនបុរាណដែលគាត់បានចារទុកមកសម្រាប់ឲ្យកូនចៅជំនាន់ក្រោយអនុវត្តនិងធ្វើតាមអញ្ចឹងបើសិនណាជាបងប្អូនពុកម៉ែបងប្អូនទាំងអស់ដែលបានស្ដាប់ហើយមានឆ្នាំនៅក្នុងនោះដែរអញ្ចឹងគួរតែមានការប្រុងប្រយ័ត្នកុំឲ្យមានការខាតបង់ឬក៏រងទុក្ខវេទនាអញ្ចឹងយើងត្រូវប្រយ័ត្នទៅដើម្បីឲ្យមានជោគជតារាសីថ្ងៃល្អសម្រាប់ខ្លួនយើងផងដែរអញ្ចឹងសម្រាប់ក្នុងវេលាឱកាសពេលដែរខ្ញុំសូមជូនពរសិរីសួស្តីជ័យមង្គលចូលមានគ្រប់ក្រុមគ្រួសារលៀបហូរចូលលៀបជោគជ័យសិរីសួស្តីកែឈ្មោះលបាញ់ល្បីចូលដល់គ្រប់ក្រុមគ្រួសារទាំងអស់គ្នាសូមជម្រាបលា